มันแต่เต้ยมเธอแต่มาคลิปปีคลิปไอ้ยูมาลองก่อนแต่เชียร์ทอมมาเตียนนะก่อนแต่เชียร์กาใจไว้เด็กยมดังเฮ้ยไปยมนึกว่ามันได้มาเรียล oh yeah like it or not this too shall pass អ្វីវាតំប្រែណាវាបដោះសននេះវាកើតហើយវាលុតទៅវិញវាកើតហើយវាលុតទៅវិញដោយកូនខ្ញុំស្លាប់អញ្ចឹងណាវាកើតព្រឹត្តិការណ៍ហ្នឹងហើយវាលុតទៅវិញទៅដូច្នេះទោះបីអ្នកឯងស្រឡាញ់ឬក៏ស្អប់វានឹងកន្លងទៅ like it or not this too shall pass see like it or not this too shall pass អ្វីវានឹងប្រែប្រួលវានឹងកន្លងទៅវាអត់នៅស្ងៀមទេអានេះចាំងណាហើយទោះបីអាហ្នឹងវា moment ហ្នឹងយើងស្អប់ឬក៏យើងស្រឡាញ់វាកន្លងទៅទេហើយយើងទៅឈឺចិត្តទ្រូងអីអមមកដូចគេជេរយើងអញ្ចឹងគេជេរខ្ញុំឡើងហុយដីទៅគាត់ខ្ញុំទៅសេខ្មែរខុសពី3ពាក្យទៅអ្នកប្រាជ្ញរាជបណ្ឌិតហ្នឹងគេជេរខ្ញុំឡើងហុយដីខ្ញុំនឹងខុសអក្ខរាវរុទ្ធឯណាចង់បានបនស័កអីអារបៀបទៅសេឌឺលេងសោះហ្នឹងណាឌឺអ្នកប្រាជ្ញរាជបណ្ឌិតខ្មែរយើងរាល់ថ្ងៃហ្នឹងថ្មក៏ស៊ីមិនកើតខ្សាច់ក៏ស៊ីមិនកើតព្រៃឈើក៏ស៊ីមិនកើតដែរឥឡូវហើយថាខ្ញុំទៅសេខុសណាខ្ញុំធ្លាប់ទៅសេ MOU សេកុងត្រាឲ្យក្រសួង2 3ខ្ញុំធ្លាប់ទៅសេសភៅ4 5ក្បាលរឿងអីខ្ញុំទៅសេអក្ខរាវិរុទ្ធខ្មែរខុស scroll មើលក្នុង page ខ្ញុំមើលអត្ថបទខ្លះខ្ញុំទៅសេឡើង2 3ទំព័រណាមានខុសអក្ខរាវិរុទ្ធណាមួយមើលបើខុសដោយអង្គវលងតែមែនដោយមិនបានត្រៀមណាអចេតនាហើយពាក្យណាដែលខ្ញុំសង្ស័យមិនច្បាស់ខ្ញុំតែងតែឆែកវចនានុក្រមសិនមុនទៅសេដូចជាពាក្យថាគុជខ្ញុំអត់ច្បាស់ទេគុជក្របគុជណាខ្ញុំឆែកមើលអីកដល់សអូអញ្ជោឬក៏កនឹងជោសង្បតកដល់ខ្ញុំឆែកទៅឃើញកនឹងជោបតកឃើញទេខ្ញុំទៀងផ្ទាត់ល្អណាស់មុនខ្ញុំទៅសេហើយមកឌីលខ្ញុំសិតតែណាចង់បានបុណ្យស័ក្តិអីទៅសេអក្ខរាវិរុទ្ធខុសអីដាងាប់ហើយអ្នកឯងហ្នឹងដោយហ៊ុនសែនថាអញ្ចឹងណាស៊ីអង្គតិចជាងខ្ញុំស៊ីអំបិលទេខ្ញុំធ្លាប់ទៅសេកសែតជាមួយងួននុនដំណឹងពេលព្រឹកខ្ញុំធ្លាប់ទៅសេឲ្យក្រសួងរាប់3 4ក្រសួងរឿងអីខ្ញុំទៅសេអាពាក្យប៉ុណ្ណឹងឲ្យខុសវាអត់មានអូខេថ្លែងគុំគុណចាស់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃសៅរ៍ថ្ងៃចុងសប្តាហ៍ខ្ញុំតែងអញជាចอมខ្សាត់មិនចอมខ្សាត់ទេចอมខ្សាត់ចនឹងមកអញជាចอมខ្សាត់អីសីរិរតលើដែននគរីខ្វះអ្វីខ្មោចស្រីចំណៃរាគាស្រីអញមានជារាប់រយសែនសល់ចอมមិនចอมទេមិនចอมទេចอมតូចធីរាចនឹងមកចอมពុងចอมខ្សាត់ចอมអីហ្នឹងណាមិនប្រែថាម៉េចទេពាក្យថាចอมហ្នឹងខ្ញុំមិនសូវយល់ដែរបងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំតែងតែលើកយកប្រវត្តិរបស់ស្លុតសមកនិទានឲ្យស្ដាប់ឥឡូវនេះខ្ញុំនិទានដល់វគ្គទី10ហើយវគ្គទី10ហើយអ្នកណាចង់ចូលមើលវគ្គទី1ទី2ទី3ទី4ទី5 6 7 8 9ហ្នឹងទៅមើលនៅក្នុង YouTube របស់ខ្ញុំទៅជំរាបសួរ
ហើយមិនបានខ្ញុំលើកយករឿងខ្មែរក្រហមរឿងប៉ុលពតរឿងអីហ្នឹងមកនិយាយព្រោះខ្ញុំខ្លាចបារាំងវាថា l'histoire se répète ប្រវត្តិសាស្ត្រវាជន់ដានដដែលហើយណាខ្លាចអាខ្មែរក្រហមទី2ហ្នឹងវាកើតបានជាខ្ញុំចេះតែនិយាយហើយឥឡូវវាកើតហើយនៅកើតហើយនៅអ្នកណាសម្រាប់ខ្មែរហងៃហ្នឹងកូនប្រុសខ្ញុំមួយស្លាប់ថ្មីនេះណារៀននៅសាកលវិទ្យាល័យAssumption University ហើយត្រឡប់មកបាន3ខែស្រាប់តែគេធ្វើកសលវិច័យថាវាលងទឹកទន្លេមេគង្គណាខ្ញុំបងaccept ខ្ញុំទទួលព្រោះខ្ញុំបាន expect រួចហើយខ្ញុំបានគិតរួចហើយថាវានឹងទៅផ្លូវហ្នឹងបងខ្ញុំនិយាយឡើងវិញពីរឿងប្រវត្តិសម្រាប់ខ្មែរសម័យខ្មែរក្រហមសម័យឥឡូវហ្នឹងណាមុននឹងខ្ញុំនិយាយអំពីប្រវត្តិរបស់សាឡុតសអាហ្នឹងវាឆ្លុះបញ្ចាំងពីដើមមកណានៅក្នុងសភៅនេះគេសរសេរថាហើយនេះណាគេសរសេរថានៅឆ្នាំ1955ក្រោយសន្និសីទក្រុងហ្សឺណែវឲ្យកងទ័ពវៀតមិញដកចេញពីស្រុកខ្មែរវៀតមិញបាននាំយុវជនខ្មែរ1900នាក់ហើយនឹងស្រី36នាក់ត្រង់ស៊ីសហ្វាំ Fear le voyage ធ្វើដំណើរណាហើយខ្ញុំនិយាយតាមឯកសារបារាំងទេខ្ញុំមិនបញ្ចេញបញ្ចូលអីទាំងអស់ពួកនេះវានាំដើរទៅតាម Delta du Mekong ដើរហ្នឹងគឺថាប្រមាណ300 km 300 km à travers le Delta du Mekong jusqu'à Cap Cà-Mau ទៅដល់កាប់កាម៉ៅបានគេឲ្យឡើងជិះកប៉ាល់ដឹកទំនិញជប៉ុនប៉ូឡូញមួយឈ្មោះ Zen Kiliński ហើយយកទៅចុះ1900នាក់ណាយកទៅចុះនៅកំពង់ផែនេសាទមួយà 100 km au sud de Hanoi où ils repartirent en camion pour Hong Kong que l'on venait de construire à leurs intentions sur le haut plateau proche de la frontière laotienne. នៅសល់មួយហ្នឹងនៅសល់មួយខ្ញុំធានាវាហើយវាត្រូវសម្ភាសនៅដើមឆ្នាំ2026ហ្នឹងប៉ុន្តែលោកត្រាំគាត់ដូរច្បាប់ទម្លាប់អីគាត់រើប៉ុកតេទៅអាណាសំខាន់ធ្វើមុនទៅអាណាមិនទាន់សំខាន់ទេគេទុកតាមក្រោយអីទៅដូច្នេះអានឹងហេតុនៃផលគោល CFA វាមានហេតុបានវាមានផល everything happen for a reason បងពួកហ្នឹងគេយកទៅជិះកប៉ាល់មួយឈ្មោះ Zen Kiliński GAN KILENSKI កប៉ាល់កាហ្គោដឹកអីវ៉ាន់ប៉ូឡូញឡើងពីកាប់កាម៉ៅទៅចុះនៅកំពង់ផែនេសាទមួយចម្ងាយ150 គីឡូម៉ែត្រខាងត្បូងទីក្រុងហាណូយហើយបានដឹកតាមឡានយកទៅលៀងខួរក្បាលនៅជំរុំមួយនៅលើខ្ពង់រាបជិតទៅដែនប្រទេសលាវញ៉ាឥឡូវខ្ញុំខ្លាចអង្គការគេមានសង្សារគេសៀមគេមានសង្សារសៀមមានកូនមួយសៀមមិនងាយឲ្យកូនអាយុ10ឆ្នាំហើយសៀមអត់ឲ្យចូលសញ្ជាតិទេណាសៀម
cô nó dụ đọc chứ lắm ấy ở chỗ sẽ chết đấy đối chứ này miền thầm mà song xa với nó này girlfriend xiêm kháng á cái gió ta liếng khu bá nơi phong riêng phù mối tôi đánh bật tê liều hỏi phụ nữ vì tài nà phim khơi nơi không sập hơi đi nhưng sai chỉ điều tới nhưng thả chồng phụ nữ cái gió tài nà nơi không sập hơi when the war was over about Elizabeth Baker có sẽ thả nơi năm 1970គេបានបញ្ជូនខ្មែរដែលយួនយកទៅពីឆ្នាំ1955តាមកប៉ាល់ប៉ូឡូញត្រឡប់មកស្រុកខ្មែរវិញដើរតាមផ្លូវលំហូជីមិញចំនួន3ខែនៅក្នុងនោះមានឈ្មោះអៀងលឹមមួយនាក់ដែរណានៅក្នុងនោះមានឈ្មោះអៀងលឹមដែរដូច្នេះគេបញ្ជូនពួកនេះមកវិញមួយកងតាំងសង់មួយចំនួនគេមិនបញ្ជូនមកទាំងអស់ទេណាគេបញ្ជូនមកចំនួនទេឆ្នាំ70ដើរតាមផ្លូវលំហូជីមិញ3ខែពួកនេះហ่าคล้ายទៅជាកម្មាភិបាលថ្នាក់ខ្ពស់របស់ខ្មែរក្រហមដែលកាប់សម្លាប់យើងប្រអត់បាយយើងហើយនេះចឹងបានតំបន់ខ្មែរក្រហមនោះវាចែកគ្នាអាតំបន់ណាដែលខ្មែរក្រហម moderate ខ្មែរក្រហមមែនតើហ្នឹងវាអត់ស្លាប់មនុស្សទេឲ្យស៊ីឆ្អែតចឹងទៅដូចវត្តមឹមតំបន់3ដែលនៅជាប់តំបន់4អូតបងខ្ញុំចឹងខ្ញុំយ៉ាពេលយើងឆ្លោះគ្នាជាមួយសៀមហ្នឹងគេបញ្ជូនវាមកវិញគេឲ្យខ្ញុំទៅរត់ត្រីនៅតំបន់3វត្តមឹមនៅក្បែរនៅក្រោមស្ពាននៅទេសភ្លើងហើយវត្តមឹមគេស៊ីឆ្អែតគេស្អីអូគេធ្វើការតែ6ថ្ងៃវាមានប្រអែមមានអីខ្ញុំឃើញក្រូចជ្រុះពេញដើមក្រោមដើមមានណាឬស៊ីផងយ៉ាទេពមេឃានហ្នឹងគាត់ប្រើឈ្មោះទីខៀយុគាត់បកប្រែសភៅខ្ញុំមួយដែរតាលំម៉ាល់កម្ពុជាទីឆាពួកហ្នឹងពេលខ្ញុំចេញមក7មករាខ្ញុំចេញពីអូតបងមកនៅសាលារៀនមួយមុខវាលយន្តហោះបាយចានអំបិលកោដល់ត្បូលវាមកឲ្យយើងស៊ីឃើញទេអើយនៅហើយវត្តសង្កែថ្ងៃ7មករាកប៉ាល់ហោះយួនមួយទៅទម្លាក់ក៏បែកនៅវត្តសង្កែតិចអស់មានសល់អីផ្ទុះពីវាយប់ពីវាថ្ងៃកន្លែងហ្នឹងកន្លែងខ្មែរក្រហមផ្ទុកអាវុធយុទ្ធភ័ណ្ឌគេគ្រាប់សែវគេណាហើយគ្មានអ្នកណាដឹងទេកន្លែងដែលគេលាក់ការច្បាស់ណានៅអូតបងគាត់ដាច់គោមួយចូលក្បែរហ្នឹងក៏បាត់ដែរហើយរឿងអីយួនវាដឹងរឿងអីយួនវាដឹងពុបៃអូគេស្រាវជ្រាវPhilip Short ស្រាវជ្រាវ5ដល់10ឆ្នាំតែសេបានសភៅនឹងមួយណាElizabeth Baker គេមានឯកសារយោងគេមានគេធ្វើដំណើរគ្រាន់តែឯកសារយោងគេដែរបើដែរគេទៅសភាពីណាលេដឹកធោសភាអីគ្រាន់តែឯកសារយោងគេ30-40ទំព័រគេមិនមែនចេះតែសរសេរដូចយើងទេអូខេរ៉ូណាចំនួនប៉ុលពតវាយករបបបាយស៊ីហ្នឹងជាចំណងចងយើងហើយគ្មាន communication គ្មានការតាក់ទងគ្នាពីភូមិមួយទៅភូមិមួយអីអត់មានទេអត់មាន Facebook អត់មានអីទេណាហើយចុះខ្ញុំសួរឥឡូវនេះណែខ្លាំងមិនក៏ឲ្យគេយកទៅវាយទៅចងស្រាចិត្តចឹង
ណាមិនក៏មិនងើបទៅណារ៉ូណាឥឡូវយើងមានប្រព័ន្ធស្អីណាអីបណ្ដាញសង្គមអី Messenger អីសពបែបយ៉ាងមិនក៏មិនងើបទៅឲ្យគេចាប់រាល់ថ្ងៃដាក់គុកដាក់ខ្នោះហ្នឹងស្រេចចិត្តហ្នឹងដូច្នេះកុំបន្ទោសកុំបន្ទោសដូច្នេះពួកនេះហើយដែលគេបញ្ជូនមកតាមផ្លូវលំហូជីមិញដើរ3ខែមកคล้ายទៅជាប្រធានភូមិភាគគណៈតំបន់អីចឹងទៅឃើញទេថ្ងៃ7មករាកប៉ាល់ហោះយួនទៅទម្លាក់លើវត្តសកែខ្ទេចខ្ទីអស់ខ្ញុំទៅមើលហើយផ្ទុះពី3យប់ពី3ថ្ងៃដាតភ្លើងឡើងដល់កន្លះមេឃចប់ទៅខ្ញុំដើរទៅមើលឃើញសាលាឆាន់ពហិកត់លោកអីដល់ដីគ្មានសល់អីទេពហិក៏ប៉ើងបាត់ដែរនៅសល់ព្រះអង្គធំហ្នឹងអង្គុយធម្មតាអត់មានប៉ះអីទាំងអស់បើមិនជឿខ្ញុំទៅសួរចាស់នៅវត្តសកែខ្លាំងណាស់ព្រះអង្គហ្នឹងខ្លាំងមែនតើធំហើយអត់មានត្រូវអីខ្លាត្រូវអីទេនៅគង់ភ្នែនហ្នឹងលយរបស់លោកហ្មងហើយពួកហ្នឹងយកហ្នឹងហើយនៅលាជហ្នឹងខ្លាំងជាងគេហើយលាជហ្នឹងគឺពួកអាហ្នឹងពួកអាគេបញ្ជូនមកហ្នឹងហើយដល់បាត់គាត់ខំស្រាវជ្រាវគាត់ខំស្រាវជ្រាវរអាពួកក្បាលយួនខ្លួនខ្មែរហ្នឹងរៀនដាល់ដល់សម្លាប់ដល់អីចុងផុតទៅគាត់ឃើញនៅក្បែរគាត់ហ្នឹងមានស្អីនៅក្បែរខ្លួនគាត់ហ្នឹងសិតតែជានេះនៅក្បែរខ្លួនគាត់ដែរឃើញទេនៅក្បែរខ្លួនគាត់គាត់យកទៅកំទេចចោលអស់ទេមានអ្នកណាខ្លះមានវ៉នវេតសៀតឆែនៃសរនexécuté sur ordre de Pol Pot à Tours-Slay entre 77 et 78គាត់រកឃើញថាពួកក្បាលយួនខ្លួនខ្មែរនោះនៅក្បែរខ្លួនគាត់ណាគាត់យកទៅកំទេចចោល1977 78យួនណាវាមាន strategy របស់វាមិនមែនបញ្ជូនមកអស់ទេពួកអា1900នាក់ហ្នឹងវាទុកខ្លះបញ្ជូនមកលើកទី2 7មករាមកសម្លាប់យើងម្ដងទៀតហើយយើងអត់ដឹងមានពីណាខ្លះជាសុតសាយភូថងប៊ូថងតាំងសរឹមកែវចិនដាយុះប៉ោជ័យសុផុនវារាប់អស់ទេសិនសុងហើយបងហ្នឹងតាមខ្ញុំស្មានណាតាមខ្ញុំដឹងឃើញទេគេបញ្ជូនមកសម្រាប់យើងក្នុងសម័យខ្មែរក្រហមម្ដងអានឹងសភៅនេះណា when the war was over ហើយនៅក្នុងសភៅនេះគេបញ្ជូនមកម្ដងទៀតនៅឆ្នាំ79មកសម្រាប់យើងម្ដងទៀតមានឈ្មោះដូចខ្ញុំរៀបរាប់មិញអញ្ចឹងកែវចិនដាស្អីតាំងសរឹមយុះប៉ោជ័យសុផុនជាសុតសាយភូថងណាហើយអស់ហើយពួកនឹងងាប់អស់ហើយគេដឹងថាពួកនេះតិចទៀតទៅចាស់ស្លាប់អស់ហើយដូច្នេះគេមានយុទ្ធវិធីមួយថ្មីទៀតសម្រាប់សម្លាប់យើងដល់ឥឡូវនេះនៅក្នុងសភៅនេះគេសរសេរថានៅឆ្នាំ1979 dans la province de Takao on voyait des camions d'enfants entrer au Vietnam on nous a dit que c'était des orphelins qui allaient étudier à Hanoi នៅឆ្នាំ1979គ្រាន់តែខេត្តតាកែវមួយគេឃើញឡានកាមីយ៉ុងជាច្រើនគ្រឿងបើកចូលដឹកកូនក្មេងបើកចូលទៅស្រុកយួនហើយគេប្រាប់ថាពួកនេះជាក្មេងកំព្រាដែលត្រូវទៅរៀនសូត្រនៅទីក្រុងហាណូយឃើញទេ
ដូច្នេះឥឡូវពួកនឹងបណ្ណាហើយធំបណ្ណាហើយ50 60អីហើយអាខ្លះខ្ញុំឮថាធ្វើរដ្ឋមន្ត្រីផងណាពួកហ្នឹងឯងសម្រាប់យើងម្ដងទៀតហើយចូលក្នុងរបបខ្មែរក្រហមទី2គ្រាន់តែគេមិនសម្រាប់យើងដោយយកទៅវាយចោលភ្លាមទេគេសម្រាប់យើងឡងត្មងយឺតហើយយើងមើលអត់ដឹងទេយើងមើលអត់ដឹងទេគេធ្វើឲ្យយើងក្រគេធ្វើឲ្យយើងរត់ចោលស្រុកគេធ្វើឲ្យយើងគេបហោអាណាននិគមយួនចូលមកគេប្រផ្លាញសពបែបយ៉ាងគេធ្វើឲ្យយើងក្រនៅក្នុងពាក្យរបស់អារីស្តូតគាត់ថាគឺជាប្រយោជន៍របស់ជនផ្ដាច់ការដែលធ្វើឲ្យប្រជារាស្ត្រក្ររបាយស៊ីគ្មានដោយគេរវល់នឹងជីវភាពរស់នៅប្រចាំថ្ងៃគ្មានពេលឯណាគិតគូរនឹងបះបោទេនឹងពាក្យរបស់អារីស្តូតបងខ្ញុំបញ្ចប់ត្រឹមប៉ុណ្ណឹងរឿងយួនស្លាប់ខ្មែរនៅពីក្រោយរបបខ្មែរក្រហមហើយនឹងឥឡូវហ្នឹងឥឡូវហ្នឹងអញ្ចឹងទៀតហើយយើងមើលអត់ដឹងទេអ្នកណាចូលមកដល់ភ្លាមត្រូវស្លាប់ស្អីប្រសង់សំវុនធឿនកែមលីអមរសាឌីជាវិជាស្អីហ្នឹងតើមានធ្វើវាពីលើមកចឹងបានជាលោកកែមលីគាត់ថានរណាក៏អាចខ្លាចជាជនរងគ្រោះដែរគ្រាន់តែមិនទាន់ដល់ពេលវេលាទេនរណាពាក្យថានរណាណាមិនមែនតែរាជសាមញ្ញទេសូម្បីតែបងប្អូនគាត់ស្ដេចមន្ត្រីកហបតីអុកញ៉ារាជប្រសង់ជនពិការក៏រងគ្រោះបានដែរហើយយើងគិតឲ្យមែនតើណាពាក្យហ្នឹងណាក៏រងគ្រោះបានដែរឯងមិននិយាយអីសោះឯងមិនធ្វើអីសោះក៏រងគ្រោះដែរយើងមើលបនសំណាងឲ្យសុកសំអឿនមើលគ្នាអត់ដឹងអីសោះហ្នឹងក៏រងគ្រោះដែរក៏រងគ្រោះដែរគ្នាអត់ដឹងអីសោះអាបនសំណាងនោះគ្នាដេកជាមួយសង្សារឯណានៅអ្នកលឿងឯណានៅសោះគេថាមកស្លាប់ជាវិជាអីចឹងទៅជាប់គុក 4-5 ឆ្នាំលេងទៅទេអាហ្នឹងឯងគេហៅជនរងគ្រោះហើយមិនធ្វើអីក៏រងគ្រោះដែរហើយមិនមែនមានតិចទេណាអាជួបសម្លាប់ជួបអីនេះសិតតែថាកែមលីណាខ្ចីលុយ 5,000 អត់សងឯងអញទិញភ្លើងយកបាញ់ឲ្យចោលអីចឹងទៅណាបានថារបៀបគេសម្លាប់យើងដោយប្រយោលអានឹងបើតាមសភៅស្អីចរិតខ្មែររបស់លោកប៊ុនច័ន្ទមុលគេស្លាប់របៀបគេហៅសង្ហែពេនគេជីកដៅហើយគេឲ្យអ្នករងគ្រោះហ្នឹងអង្គុយលិតជង្គង់នៅមាត់ដៅហ្នឹងហើយអាពេជ្ជឃាតគេយកដាវមកអាកបន្តិចចឹងហើយគេលិតឈាមនៅដាវហ្នឹងហើយគេអាថែមតិចទៀតគេលិតដាវនឹងទៀតរហូតដល់ដាច់កហ្នឹងទៅអាហ្នឹងគេហៅសង្ហែពេនអារឿងកូរ៉េហ្នឹងកូរ៉េខាងជើងហ្នឹងចូលមើលក្នុងខ្ញុំធ្លាប់និយាយឲ្យថា Bureau 39 Bureau លេខ39របស់កូរ៉េខាងជើងហ្នឹងសហការជាមួយរដ្ឋាភិបាលយើងរាល់ថ្ងៃនៅសៀមរាបមានភោជនីយដ្ឋានភ្ជុងយ៉ាងនៅភ្នំពេញក៏មាននៅសៀមរាបមានសារមន្ទីររបស់កូរ៉េខាងជើងគេដឹកលុយគេដឹកទីលាងលុយគេដឹកគ្រឿងញៀន
là hốt đó cái chắp man cái pal cô rê hàng chương mũi đau tung chơi khmai thiệt bureau 39 cho mơ đâu bureau 39 of Kim Jong Un bon nhầm trộm vậy mà clip à rừng này lấy dương mới mau Pol Bình vậy cái là mau mà hoa này vậy sẽ cái đây phải đào số nè ăn tradition salad soពេលគាត់ទៅដល់ស្រុកប្រាំងហ្នឹងគាត់ទៅរៀននៅស្រុកប្រាំងណាបុកជាអាហារូបករណ៍អីគេទៅមានអាហារូបករណ៍ហើយមុននឹងគាត់ទៅហ្នឹងក្រុមគាត់ហ្នឹងបានទៅចូលគាល់ស្ដេចសៀនុឲ្យប្រមាណ500 ហ្វ្រង់ហើយ50 ហ្វ្រង់ហើយខ្ញុំភ្លេចហើយស្មើនឹង$30បើគិតជាលុយទៅអាចរស់បានមួយខែនៅស្រុកប្រាំងហើយក៏ជិះឡានជិះអីក្រុមហ្នឹងគេជិះឡានទៅពេញកទៅគេឡើងកប៉ាល់មួយឈ្មោះ SS Jamaica ទៅចុះនៅ Djibouti ប៉ុលពតស្លុតសគាត់ចុះទៅគាត់ចូលទៅទិញគ្រឿងក្រៅខ្មែរយើងម្ហូបខ្មែរមិនមែនម្ហូបទេអាគ្រឿងស្លខ្មែរយើងណាដូចជាអំពិលដូចជាស្អីទៅទៅដេងខ្ជាយអីទៅគាត់ទិញព្រោះគាត់ហូបអាម្ហូបប្រាំងនៅលើកប៉ាល់ហ្នឹងវាពិបាកហូបពេកអាហ្នឹងគេទៅសេថាជាមនុស្សចម្លែកដែលអាក់មេស៊ីស្កូដង់ជាមនុស្សចម្លែកមួយដែលមានអាវុធពាក់មួកកាសហើយមានអាវុធតាំងពីចុងជើងដល់ក្បាលnữaសម្រាប់មកខុំខាត់វែលជាមនុស្សចម្លែកម្នាក់ដែលពាក់មួកក្លោកោសមួកគេហៅ helmet ហើយមានអាវុធតាំងពីចុងជើងដល់ក្បាលតាំងពីក្បាលដល់ចុងជើង Gisco Dong អាក់មេ Gisco Dong គេទៅស្អីចឹងណាហ្នឹងនៅក្នុងសភៅ Philip Short គាត់ទៅស្អីមិញដល់ណាហើយទេគាត់ជិះកប៉ាល់ទៅដល់ Djibouti ហ្នឹងគាត់ចុះទិញម្ហូបទិញគ្រឿងក្រៅស្លុកហ្នឹងរហូតទៅដល់ស្រុកប្រាំងទៅគាត់ស្គាល់ទ្រង់ស៊ីសវត្តសមោពងហ្នឹងគាត់ធ្លាប់ទៅសេលិខិតមួយ6ទំព័រទៅឲ្យកេយមត្សៈខ្ញុំមានលិខិតហ្នឹង6ទំព័រលោកទៅសេទៅឲ្យប៉ុលពតណាអាទៅឲ្យលោកកេយមត្សៈនៅក្នុងហ្នឹងមានប្រវត្តិរបស់មូនិចមានអីគាត់ទៅដល់ស្រុកប្រាំងគាត់ស្គាល់សមោពងដែលទៅមុនគាត់1ឆ្នាំជាក្មួយរបស់លោកមូនីវង្សសមោពងជាក្មួយរបស់លោកមូនីវង្សដែលរៀនខាង radiophonie នៅ École Française de Radio-Électricité ដែលសឡុតសត្រូវចូលរៀនណាសាលានឹងដូចគ្នាឃើញទេ École Française de Radio-Électricité ហើយមកថាសាលាប្រាំងខាង radio ហើយនៅអគ្គិសនីសមោពងគាត់រៀនមុន1ឆ្នាំទៅជាក្មួយលោកមនីវង្សហើយសឡុតសគាត់ទៅរៀនខាងនឹងដូចគ្នាគាត់ស្គាល់សមោពងហ្នឹងជាម្ដាយសមោពងហ្នឹងមាននីតិស្មើនឹងអ្នកមនាងរឿងអ្នកមនាងរឿងជានរណាអ្នកមនាងរឿងខ្ញុំនិយាយសង្ខេបតិចចុះ
តាផែមគាត់នៅប្រៃស្បូវនៅកំពង់ធំហើយគាត់មានស្រែច្រើនណាស់គាត់ជួយដឹកស្បៀងរដ្ឋាភិបាលដើម្បីផ្គត់ផ្គង់ឲ្យពួកយោធាហ្នឹងហើយគាត់ធ្លាក់ក្នុងផ្ទះរបស់ពួកបាបោស្លាប់ទៅតាផែមហើយតាផែមគាត់មានកូនប្រុសមួយឈ្មោះផែមសឡុតឬសឡុតផែមហើយមានកូនស្រីមួយទៀតឈ្មោះសឡុតឆេងណាគាត់មានកូនគាត់គេនិយាយថាកូនពីរឯងប្រុសមួយស្រីមួយសឡុតឆេងហើយនឹងសឡុតផែមសឡុតឆេងសឡុតដល់ពេលដែលគាត់ស្លាប់ទៅដោយសារគុណបំណាច់របស់គាត់នឹងដៃជួអ៊ីជាចៅហ្វាយខេត្តកំពង់ធំដឹងគុណគាត់ក៏បញ្ជូនឆេងនឹងឲ្យទៅនៅវាំងឆេងកូនត្រូវជាចៅតាផែមត្រូវជាកូនតាផែមឲ្យទៅនៅវាំងនឹងទៅឆេងនឹងក៏คล้ายទៅជាមហេសីរបស់លួងនរោត្តមឆេងហើយនឹងលួងនរោត្តមមានកូនស្រីមួយឈ្មោះមៀកអ្នកមនាងមៀកអូមៀកគាត់ក្អាញខ្ញុំមានរូបថតគាត់អ្នកមនាងមៀកនឹងក៏คล้ายទៅជាភរិយារបស់លួងមុនីវង្សនៅឆ្នាំ1925ហ្នឹងคล้ายទៅជាមហេសីរបស់លួងមុនីវង្សពេលដែលទ្រង់ឡើងគ្រងរាជ្យអ្នកមនាងមៀកហ្នឹងជាមួយលួងមុនីវង្សមានកូនប្រុសមួយឈ្មោះស៊ីសវ័តកុសរៈហើយខ្ញុំរកស៊ីសវ័តកុសរៈហ្នឹងគាត់ទៅនៅឯណាស៊ីសវ័តកុសរៈហ្នឹងគាត់ពាក់សាក់4នៅក្នុងសភៅកម្ពុជានេហ្សេរ៉ូគាត់ពាក់សាក់4នៅបាត់ដំបងក្រោយថ្ងៃ17មេសា75ពួកខ្មែរក្រហមបានបបួលពួកហ្នឹងទាហាននោះហ្នឹងទៅទទួលសម្ដេចឪនៅភ្នំបដិយកទៅស្លាប់ចោលនៅក្នុងហ្នឹងអ្នកដែលរៀបចំទៅទទួលសម្ដេចឪហ្នឹងមានស៊ីសវ័តកុសរៈមានលោកលេងរ៉ាអ៊ូលសាក់5ស៊ីសវ័តកុសរៈសាក់4ពេលហ្នឹងសេកសំអៀតរត់ទៅស្រុកសៀមហើយសេកសំអៀតណាសៀមហ្នឹងខូចរត់ទៅស្រុកសៀមហ្នឹងដូច្នេះអារឿងនៅបាត់ដំបងហ្នឹងវាធ្លាក់ទៅលើលោកលេងរ៉ាអ៊ូលហើយនឹងស៊ីសវ័តកុសរៈពួកហ្នឹងត្រូវគេយកទៅទទួលសម្ដេចឪអស់ទៅនៅពេលដែលអ្នកមនាងមៀកហ្នឹងគាត់ឡើងទៅជាអ្នកទទួលបន្ទុកមើលការខុសត្រូវក្នុងវាំងហ្នឹងឆ្នាំ1925ហ្នឹងគាត់បានយកសឡុតរឿងដែលជាបងស្រីរបស់ប៉ុលពតអាយុ16ឆ្នាំឲ្យមកនៅវាំងហើយអ្នកមនាងរឿងហ្នឹងក៏คล้ายទៅជាភរិយារបស់លួងមូនីវង្សដែលទៅស្លាប់នៅលើបូកូណាក្នុងភ្នំបូកូនៅក្នុង La Résidence de Sa Majesté le Roi Monivong មានអគារមួយមានដំណាក់មួយនៅមុខកាស៊ីណូហ្នឹងពីដើមមានអក្សរគេស្លាក់នៅពីលើហ្នឹងLa Résidence de Sa Majesté le Roi Monivong ដំណាក់របស់លួងមូនីវង្សនៅខាងក្រោមហ្នឹងគេមានចម្លាក់ដាក់ Maire de Boko សាលាក្រុងបូកូហើយក្រោយពីសុកគង់គេទៅវិនិយោគទៅខ្ញុំឃើញគេឈូសចោលអស់ហើយអក្សរហ្នឹងឈូសអស់ហើយដូច្នេះអ្នកមករៀងរឿងហ្នឹងជាសំណប់របស់លួងមូនីវង្សហើយលោកសគុតនៅដំណាក់លើក្នុងភ្នំបូកូហ្នឹងបារាំងវាទៅសេថារឿងអេតេអូសូវេដេសុងលីគេថារឿងហ្នឹងនៅមើលថែលោករហូតដល់លោកសគុតឆ្នាំ1941
ពេលដែលលួងសកុតលោកមុនីវងសកុតនឹងទៅអាបារាំងវាលោកមុនីវងលោកបានផ្ដាំបារាំងថាបើសិនជាលោកសកុតទៅអានឹងរឿងក្រៅឯណាចាស់និយាយប្រាប់ខ្ញុំឯងថាបើលួងសកុតទៅឲ្យទៅយកម្ចាស់ធុលមកសោយរាជទៅចៅសំណប់គាត់ហ្នឹងគឺសីហនុកាលហ្នឹងសីហនុនៅរៀននៅថ្នាក់ទី3សាលាសាស្ត្រលូឡូបាទីក្រុងព្រៃនគរបារាំងវាយល់នៅក្នុងសភៅសីហនុ speak នេះបារាំងវាយល់ថាសីហនុជា Saigon High School boy in 1941 he was selected from among the eligible royal prince to mount the throne with the expectation that he would be a malleable instrument of French rule គឺតាបារាំងវាគិតថាវាទៅយកស្ដេចសីហនុមកសោយរាជឆ្នាំ1941ដែលមានវ័យក្មេងអាយុ19ឆ្នាំឲ្យឡើងសោយរាជដោយប្រឡងប្រជែងជាមួយនឹងរាជវង្សផ្សេងទៀតព្រោះបារាំងគិតថាសីហនុអាចជាអង្គស៊ឺម៉ង់ជាឧបករណ៍ដែលបារាំងអាចបត់បែនបានណា manipulate ខ្ញុំមិនដឹងទេមិនសួរខ្ញុំវាជេរនឹងខ្ញុំទៀតដូច្នេះសូមមកពងនឹងគាត់បានឲ្យសស្នាក់នៅបន្ទប់ជាមួយនឹងកូនចៅហ្វាយខេត្តកាចេះរត់សពេលទៅដល់ហ្នឹងគាត់ស្គាល់ស៊ីសវត្តសមពងបានឲ្យបន្ទប់មួយសស្នាក់នៅជាមួយនឹងកូនចៅហ្វាយខេត្តកាចេះខែសីហាឆ្នាំ1949សនិងពួកម៉ាក់បានជិះរថភ្លើងពេលយប់ទៅម៉ាក់សីមានគេមកទទួលនៅកាសនិយាយភាសាបារាំងមិនល្អពិបាកក្នុងការតាក់ទងណាស់ព្រោះសជាអេឡាវមេឌីយ៉ូក្រជាសិស្សគំរក់និយាយទៅថាជាសិស្សដែលរៀនតាំងពីសាលាមីសតាំងពីទៅរៀននៅកំពង់ចាមតាំងពីរៀននៅស៊ីសវត្តអត់ជាប់ឌីប្លូមបានជាចូលទៅរៀននៅសាលា formation professional នៅរិស័យកែវទៅរៀននៅសាលាអប់រំវិជ្ជាជីវៈរិស័យកែវមកពីរៀនគម្រក់ពេកហើយនៅសាលារិស័យកែវវាមាន branch ច្រើនមានសាខាគេរៀនខាង electricity អគ្គិសនីខាងស្អីណា technician អីម៉ាស៊ីនឡានម៉ាស៊ីនកប៉ាល់ហោះម៉ាស៊ីនអីចឹងទៅគាត់ទៅរៀនខាងជាងឈើមើលវិជាព្រោះអាមុខវិជានោះវាស្រួលណាមើលវិជាជាងឈើហើយគ្រូបរៀនគាត់នឹងយួនទៀតហើយអាប៉ែហ្នឹងឲ្យពិន្ទុសិស្សហ្នឹងគឺថាចិត្តល្អណាឲ្យពិន្ទុសិស្សស្រួលណាដូច្នេះសនិយាយបារាំងក៏មិនសូវល្អគាត់ពិបាកក្នុងការតាក់ទងជាមួយគេឯងដោយមានការលើកទឹកចិត្តពីសមពងស៊ីសវត្តសមពងហ្នឹងសហើយនឹងមិត្តគេពីរនាក់បានចូលទៅក្នុង AEK Association des étudiants ខ្មែរដែលមានឈ្មោះថាខេមរៈនិស្សិតមានសម្បត្តិរបស់ខេមរៈនិស្សិតនឹងមួយដែលសរសេរដោយមនុស្សម្នាក់ដាក់ឈ្មោះថាខ្មែរដើមគេសង្ស័យថាជាលិខិតរបស់
บอสลซอยขมายดามกดปลาชมุกขมายดามในนาได้ดารอรอมเคยในขนมสเปรย์นี่เมียนกินใหญ่ปีassociation á mà cùng đi sạch khmai nữa hớ nào mà đông nơi mà đông băng kinh con tam nhầm chám á nơi băng kinh con thêm rạ nuôi sật nó miền không sập hơi ní đó là ta rò khơi đấy ok let's stop về ở về tao đó rồi sai pu thong á sự nhẹ ở yuan mà nơi không sọc ở ấy nó cái thà bùa đó bùa cái bị chun mà lực tí pi đó để đó sự nhẹ sai pu thong pan này cái rồiจะรับdương mà xa thiệt bong quạt bàn trôi không camera này sạch nướng quạt miền tây xe lịch khật muối để quạt đã mua thạc mai đờm nâng bò sọt soi cái song sai thà bò sọt soi mai đờm bong nơ đớp cà ri prang tong á prang tong bèng về miền đớp buồn prang tong ete ô ton ve prang tong rồi đớp cà ri ete rồi đớp cái đá ô ton rồi đớp sập chơi chru hay những y vé rồi đớp lẹ tạc cọ đời chạ nghe nè rồi cho nên nơi rồi đớp cà ri prang tong association de étudiants khmer nângสมาคมนิสิตขมายนั้นคือบ้านประรบพิธีบนรุมลึกลูกอิวเกอได้ดักนอมได้ดักนอมปะพิธีธรรมตายหอยเตยคือเฟื่อขีดสำหรับโดยกุบกรอบใบเนื้อที่กรงพนมเพ็งกาลปีไข่มกรายมเบียนสะเพยกวดจะจองสบายเรื่องนี้tối tại án thì phải đi đó một cái tệ lộ yêu cả nếu không sẽ phải lộ yêu cơ nắng trong sẽ lạnh bịa muối quạt thà để cúc cái thứ sầm rạp đã mình đủ còn tay vào mình nút miên ở đó một cái tệ đôi khi phía trán kia khuyên cúc đại dương tề ni hơi chia chuột chơi rồi bỏ bụi giường ấy nhầm chưa thà đấy mà nhầm chăm mình chom pía đấy đó và lấy nhầm an nó sẽ đập cúc cái thứ sầm rạp đã mình nút bật mền hơi còn tay mình nút miên ở đó một cái tệ phía trán đôi khi kia mình ai cho nó cúc đã mình nút bàn tề chấm nói trong ni hơi đại dương trời miên chơi chùm nè đấy bà slap mình nè trời miên đập nè một chùm đùa nè slap bà slap đập nè trời miên mở rồi nè một chùm đùa mà nụ đập nè số mà lúc complete ba và chỉ na bạ dương vì nấy thay nô là hàn dương trời tay samaki pupia to su to tới tiệt ấy bịa quạt bà đào dương bà đầm dương nó lỗ đó đối với nơi đời cà ri nướng bộสมาคมนิสิตขมายnướng cái bán phơ bị thị bôn muối rụm lấp đo lục yêu cơ nè đặc nôm bạ bị chia thập tay để chơi cái cúp cọp bay nơi thìក្រុងភ្នំពេញកាលពីខែមករានៅក្នុងពិធីបុណ្យហ្នឹងគេមានគេបានធ្វើបុណ្យចូលឆ្នាំខ្មែរនៅវគ្គសីក្នុងខែមេសាគេមានរៀបចំរបាំបុរាណខ្មែរជប់លៀងនិងពិធីរាំរែកផងមួយខែក្រោយមកសមាគមនិស្សិតខ្មែរបានរៀបចំពិធីជួបជុំគ្នាមួយពេលល្ងាចនៅប៉ាឡេឌីរេណានៅក្នុងវិមានអេរេណាដោយមានតាំងពិព័រណ៍វត្ថុសិល្បៈខ្មែរនិងលេងល្ខោនសម្ដែងដោយយុវជនម្នាក់ឈ្មោះហងធុនហៈ
đã còi mất khai cho nhiều đòn trái nó hong thôn há lộ hong thôn há một chuyện kim khai chứ tạm nhầm chám á bên nuในขนมพิธีรีบจอมศิลปะจูบจุ่มគ្នាពេលល្ងាចនៅប៉ាឡេអេរណាហ្នឹងលោកគេមិនសាក់បានសូត្រកំណាប់រហូតដល់ភ្លឺព្រៃវែងខ្ញុំដែរបានឡើងទៅទេខ្ញុំឡើងទៅត្រឹមតែពហិសួរពហិសួរទៅវាយពហិសួរđóកាលនោះអត់ដែរទៅដល់ព្រៃវែងទេប៉ុន្តែបើកងវ៉ាតាមទន្លេមេគង្គអានឹងទៅដល់អ្នកលឿងដល់អីណាតែឡើងតាមដីមិនសូវទេមិនដែរពេលហ្នឹងលោកគេបានសាក់សូត្រកណាបទល់ភ្លឺរឿងមួយដែលគួរឲ្យកត់សម្គាល់គឺសឡុតសមុនទៅសុកប្រាំងគាត់មានស្រឡាញ់ស្រីម្នាក់ប៉ុន្តែបារាំងវាទៅសេថាជាអាមួសាសជាសង្សារដែលបានតែចិត្តណាសង្សារដែលបានតែចិត្តនាងនឹងតាមសភៅនេះគេទៅសេថាឈ្មោះសឿងសូម៉ាលីឬកែវសូម៉ាលីបើតាមខ្ញុំដឹងថាឈ្មោះកែវសូម៉ាលីទេមិនមែនសឿងសូម៉ាលីទេគាត់មានស្នេហាជាមួយនឹងនាងហ្នឹងនាងកែវសូម៉ាលីហ្នឹងហើយជាអាមួសាសជាស្នេហាដែលបានតែចិត្តណាអត់បានខ្លួនប្រាណទេយ៉ាងបានចម្រៀងសិនជីសមុទ្រគាត់ថាមិនស្នេហាបានខ្លួននួននាងមិនសូវគិតសង្សារបានចិត្តអាណិតហើយស្រឡាញ់ទៀតណានាងហ្នឹងបើតាមសភៅហ្នឹងគេទៅសេថាជាកូនក្សត្រីមួយអង្គដែលស្អាតខ្លាំងណាស់ហើយគេឲ្យឈ្មោះថារាជិនីសម្រស់រាជិនីសម្រស់អ្នកនិស្សិតដែលនៅស្រុកប្រាំងគេសង្កេតឃើញថាពេលខ្លះសឡុតសអង្គុយត្មងត្មោចម្នាក់ឯងចឹងណាឆ្នាំទី1នៅប៉ារីសសឡុតសរៀនខាងរ៉ាឌីយ៉ូអេឡិចទ្រីស៊ីតេហ្នឹងបានពិន្ទុអាសេវៀងពិន្ទុអាសេវៀងនីតេហ៎នីតេហ៎ម៉ងសៀងកាលណាយើងប្រឡងបាក់ដប់ប្រឡងបាក់អងប្រឡងឌីប្លូមឯងគេមានឲ្យម៉ងសៀងដែលខ្លាំងជាងគេគេហៅម៉ងសៀងអូណូរ៉ាបលអានឹងគឺឪម៉ែអានឹងពិន្ទុគឺ20លើ20ហ្មងគ្រប់មួយជាទាំងអស់ហើយបន្ទាប់មកគេហៅម៉ងសៀងអេសឡង់អានឹងបាន9 10កន្លះអីយ៉ាងទៅបានបន្តមកទៀតគេហៅម៉ងសៀងត្រែវៀងល្អណាស់ហើយបន្តមកទៀតម៉ងសៀងវៀងហើយបន្តពីវៀងមកអាស៊ីវៀងល្អមធ្យមអានឹងម៉ងសៀងក្រោយគេហើយកាលខ្ញុំប្រឡងបាក់ដប់ហ្នឹងខ្ញុំបានត្រឹមតែម៉ងសៀងវៀងទេវៀងល្អតែល្អណានៅលើអាសេវៀងតិចប៉ុន្តែក៏វាមិនដល់អេក្សឡង់ត្រែវៀងដែរមិននិយាយចូលចិត្តស្រីណាចាំខ្ញុំនិយាយដល់ទៅវគ្គទី11សិនកាលខ្ញុំប្រឡងបាក់ដប់ឈ្មោះខ្ញុំអានមេងហួតនិយាយលេងតិចណាមកអានមេងហួត ANMENG HOUT ហើយទៅប្រឡងគេក្លាសេតាម ordre alphabétique គេក្លាសេតាមឈ្មោះយើង ABCD អញ្ចឹងណា ABCD ហ្នឹង
ពួកណាដែលមានឈ្មោះដើមអាហ្នឹងគេដាក់នៅសាលលេខ1សាលលេខ2ឯបន្តទៀតទៅណាវាស្នុកក្មេងៗទៅប្រឡងវាស្រួលរកឈ្មោះវាពេលខ្ញុំទៅប្រឡងបាក់ឌុបហ្នឹងខ្ញុំគេដាក់នៅបន្ទប់លេខ1សាលអង table número 4តុកលេខ4តុកលេខ4សាលលេខ1តុកលេខ4ពេលគេចេញលទ្ធផលគេប្រកាសជាមីក្រូសិនបានគេបិទกระดาษគេប្រកាសមីក្រូđóកូនសិស្សទៅអ៊ូវ៉ែពេញតែសាលាហ្នឹងចាំស្ដាប់មីក្រូគេខ្ញុំគិតថាបើគេទាញមីក្រូមកគេទាញមីក្រូមកដល់លេខ5គឺបាត់ខ្ញុំហើយចប់ហើយស្រាប់តែគេទាញមីក្រូមកគេថាសាល់អងនីមេរ៉ូ4ខ្ញុំនឹងមកលោតកចាញ់ចេកទាញមីក្រូមកប្រកាសមុនគេណាបន្ទប់លេខ1តុកលេខ4អានមិនហួតជាប់ម៉ងស្យងវៀងអូយលោតកចាញ់ចេកទាញកង់មកផ្ទះវិញអត់មានមើលមុខអាណាទេអត់មានមើលមុខអាណាទេហើយបើសិនជាគេទាញមីក្រូមកនិយាយស្រាប់តែបាត់ឈ្មោះខ្ញុំដល់តុកលេខ5លេខ6អីហ្នឹងនឹងពិបាកចិត្តប៉ុណ្ណាយំស្រែកអានឹងប្រឡងដូច្នេះសាឡុតសគាត់រៀនហ្នឹងគាត់បានពិន្ទុអាស៊ីបយ៉ាងឆ្នាំទី1ហើយគាត់ទៅរៀនគួរដរ៉ាត្រាប៉ាសទៅរៀនគួរបន្ថែមពេលវាកងអានឹងសុកគេទៅយើហើយសុកឯឥឡូវហ្នឹងគេស្មានណាថ្លៃគុំរៀនថ្លៃគុំសតរៀនគួរដរ៉ាត្រាប៉ាសគឺថាគួរបន្ថែមគួរបដិញបន្ថែមដើម្បីឲ្យជាប់ឆ្នាំទី1ហ្នឹងហើយបានចូលរៀនឆ្នាំទី2ឆ្នាំទី2នៅរដូវក្តៅ1950ហ្នឹងនៅdeuxième annéeហ្នឹងសឬឌូប្លង់រៀនឌុប2ឆ្នាំរៀន2ឆ្នាំរៀនឌុបរៀនត្រួតថ្នាក់ហ្នឹង2ឆ្នាំដល់អញ្ចឹងបារាំងក៏កាត់បួកដែរកាត់អាហារូបត្ថម្ភហ្នឹងកាត់អាហារូបត្ថម្ភពួកគាត់ជាសិស្សមេជោគឬហើយគាត់ចាំដល់វគ្គចុងក្រោយវគ្គតិចទៀតវគ្គទី11ឯងចាំខ្ញុំនិយាយពីរឿងជីវិតសហ្នឹងនៅស្រុកប្រាំងហ្នឹងវាយ៉ាងម៉េចឯណាបងខ្ញុំបញ្ចប់តែប៉ុណ្្នឹងចោះ1ម៉ោងព្រោះខ្ញុំទៅបងគេម្នាក់ណាសួរថាសភៅហ្នឹងគេសរសេរគេអាងលើអីណាសភៅ When the War Was Over ដែលសរសេរដោយ Elizabeth Baker ខ្លួនគាត់ទៅផងហើយគ្រាន់តែ reference សភៅយោងរបស់គាត់ហ្នឹងណាមែនទេ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
15 ទំព័រគាត់សភៅយោងមកគាត់ហើយនឹងការសម្ភាសរបស់គាត់ដូច្នេះ15 ទំព័របានជាគេសរសេរបានហើយគេមានសម្ភាសជាមួយអ្នកផ្សេងទៀតមិនមែន15 ទំព័រទេច្រើនណាច្រើនមែនតើហើយសភៅនេះPhilip Short ធ្វើដំណើរជុំវិញផែនដីស្រាវជ្រាវនៅតាម bibliothèque នៅហាណូយនៅមូស្គូនៅស្រុកបារាំងទៅជួបជាមួយកេងវ៉ាន់សាក់ជួបជាមួយអ្នកណាសម្ភាសច្រើនណាគាត់សរសេរបានសៀវភៅនេះមួយដែលមានកម្រាស់603 ទំព័រ603 ទំព័រហើយជាសៀវភៅដែលសំខាន់ណាថ្ងៃមុនខ្ញុំឃើញអីកញ្ញាសេងធីរីដែលគេចាប់ដាក់គុកហ្នឹង
មុនគេចាប់គាត់ដាក់គុកហ្នឹងគាត់លើកសភៅហ្នឹងគាត់ថាខ្មែរយើងគួរអានសភៅហ្នឹងហើយសភៅនេះខ្ញុំអានតាំងពីឆ្នាំ1990ឥឡូវទុកអស់ហើយវាមិនទុកអីដល់ថ្នាក់ហ្នឹងខ្ញុំអ្នកថែសភៅដែរប៉ុន្តែថ្ងៃមួយខ្ញុំយកទៅអាននៅក្រៅផ្ទះហើយខ្ញុំភ្លេចវាត្រូវទឹកភ្លៀងទៅវាទុកអញ្ចឹងភៅនេះតម្លៃ$56ពេលដែលខ្ញុំធ្វើដំណើរមកសហរដ្ឋអាមេរិកដំបូងហ្នឹងនៅវាយន្តហោះពូជតុងហ្នឹងខ្ញុំចាំឡើងកប៉ាល់ហោះហ្នឹងមានតូបមួយឈ្មោះ Monument Book គេដាក់លក់សភៅរបស់អាមេហៀងគេដាក់លក់សភៅបរទេសល្អហ្នឹងខ្ញុំក៏ដើរទៅមើលខ្ញុំឃើញសភៅហ្នឹងខ្ញុំមើលខាងក្រោយបន្តិចខ្ញុំមើល preface វាអារម្មណ៍កថាវាបន្តិចទៅខ្ញុំបើកមើលពី3សន្លឹកទៅខ្ញុំក៏ដឹងថាអូសភៅនេះល្អអញ្ចឹងខ្ញុំក៏ប្រាប់ប្រពន្ធខ្ញុំថាអីបងសុំទិញសភៅនេះមួយណាតម្លៃវា$56គាត់ថាទិញធ្វើអីតែមើលសភៅហ្នឹងដូចសំខាន់ដែរហើយយើងយកទៅមើលទៅពេលយើងនៅអាមេរិកនៅអីអបសុកអីមើលលេងណាតាមកប៉ាល់ហោះតាមអីហើយខ្ញុំមើលទៅវាសំខាន់មែនមើលដល់ចាំទំព័រមើលដល់ចាំទំព័រហើយធ្វើជាគូជាដេញគូជាសេម៉ាអីចឹងទៅដើម្បីឲ្យយើងហើយខ្ញុំមានមួយទៀតជាភាសាអង់គ្លេសបើខ្ញុំមិនយល់ភាសាបារាំងខ្ញុំអាចបើកមើលជាភាសាអង់គ្លេសដូចគ្នាហើយខ្ញុំគូសជារូបភាពសង្ខេបប្រវត្តិរបស់ប៉ុល ពតហ្នឹងវាធ្វើឲ្យយើងចាំប៉ុល ពតនឹងមានប្រភពមកពីណាពីវាស្បៅពីព្រែកស្បូវស្ទឹងសែនកំពង់ធំតាឈ្មោះតាផែមអីយ៉ាងមកហើយដែរឆ្នាំ1885-86ហ្នឹងតាផែមហ្នឹងគាត់ទៅជួយដឹកស្បៀងប្រឆាំងជាមួយពួកដែលប្រឆាំងនឹងបះបោប្រឆាំងនឹងបារាំងហ្នឹងហើយគាត់ធ្លាក់ក្នុងអំពីស្កាតការហុំព័ទ្ធរបស់សត្រូវហ្នឹងនៅខាងស្ទឹងដែលជូអ៊ីចវាយខេត្តកំពង់ធំដោយដឹងគុណតាផែមហ្នឹងបានយកកូនតាផែមមួយឈ្មោះឆេងសឡុតឆេងហ្នឹងយកមកបម្រើលួងនរោត្តមដូច្នេះរឿងហ្នឹងវាបន្តមកបានជាសឡុតសួងសឡុតអីសឡុតសសឡុតឆាយសឡុតអីបានមកនៅភ្នំពេញហ្នឹងហើយសឡុតរឿងកូនគាត់ហ្នឹងក៏คล้ายទៅជាមហេសីលួងមុនីវង្សអីចឹងទៅណាសឡុតឆាយហ្នឹងក៏ប្រវត្តិគាត់ខ្លាំងដែរណាគាត់អ្នកទៅសេកសែតអីទេសេនុដាក់គុកគាត់ប្រហែលអូហេញសុខសប្បាយហើយកុំងាប់ទៅណាចាំងាប់ក្រោយអញខ្ញុំស្ដាប់អញនិយាយឲ្យស្ដាប់ខ្លះតាមដែលអញដឹងណាមិនមែនអញចេះទេវើយអញដឹងអាហេងវារៀនជាមួយខ្ញុំនៅសាលាសង្គមរៀននិយមមុនខ្ញុំប្រឡងឌីប្លូមហើយខ្ញុំផ្លាស់ទៅស៊ីសវត្តទៅវាមិននឹងអតិថិទៅដល់ណាទេព្រោះដឹងខ្ញុំរៀននៅសង្គមរៀននិយមជាប់សាលាពៅអ៊ំណាទូកកហ្នឹងហើយជំនាន់នោះរៀនមានអាចាបញ៉ាលីវុដអូនបោះទ្រង់រណរិទ្ធណាប៉ុន្តែម៉ែជាមួយគ្នាឪពុកផ្សេងគ្នាអញ្ចឹងបានអាចាបញ៉ាលីវុដហ្នឹងវាទៅជាស្អីណាហ្វុនស៊ីនប៉ាច់អីណាធ្វើធំហើយមានអាសេងតុងមួយទៀតអាសេងតុងហ្នឹងក៏ស្រុកប្រាំងដែរចាប់ញ៉ាលីវុដយកមកឲ្យធ្វើអនុចវាយក្រុងជំនាន់លោកឈឹមស៊ីលេងមានទេពនិថាមានអាហ៊ូលេងមានកូស្តែនមានម្នង់មានអីណាហ្នឹងហើយនៅសាលាហ្នឹងសួរអីសួរមកខ្ញុំឆ្លើយបាន
ហើយខ្ញុំជាប់ឌីប្លូមទៅខ្ញុំរៀនបកកែគូសំខ្ញុំសុំចូលស៊ីសវត្តបានអាហេងវាមិនដឹងទៅដល់ណាទេហើយអាសេងតុងហ្នឹងវាទៅនៅស្រុកប្រាំងក្រោយមកវាមកធ្វើការនៅស្រុកខ្មែរជាអនុចវាយក្រុងរបស់លោកឈឹមស៊ីលេងហើយវាហៅខ្ញុំទៅជួបត្រង់រណរិទ្ធនៅអាពីរនាក់ហ្នឹងណានៅហូតែលកម្ពុជាណាខ្ញុំមានរូបថតវាសុំឲ្យខ្ញុំចូលធ្វើការនៅសាលាក្រុងហើយខ្ញុំថាអាចអត់ទេអញអត់ចង់ធ្វើធំអត់ចង់អីទេសុំទោសចោះអញមានមុខរបររបស់អញហើយរស់ស៊ីស្រួលរបស់អញហើយខ្ញុំសួរអាតុងថាតើឯងមកស្រុកខ្មែរឯងចង់មកធ្វើអីវាថាវាចង់មកកែរបៀបដឹកនាំរបស់ហ៊ុនសែនខ្ញុំថាអូអាតុងឯងច្រឡំហើយតិចទៀតហ៊ុនសែនកែឯងហើយអូឯងចូលឌីប្លូឯងទៅចាំងរ៉ែអញអត់ទេអញទៅស៊ីវត្តហើយអញទៅរៀនសង្គមជាមួយស្អីនាងយ៉ៃសិនឌីនេះកូនលោកនាងយ៉ៃចិត្រាកូនលោកយ៉ៃសិនឌីណាកំងដងរត់ក្រោះនៅដកកញ្ចោនេះនាងនឹងស្អាតអូយអញលួចឆ្លាញ់គេដែរប៉ុន្តែអញខោសាប់ក្តិតអញមានតុងវាថាវាមកកែរបៀបដឹកនាំរបស់ហ៊ុនសែនហើយខ្ញុំថាតុងឯងមកកែហ៊ុនសែនឬក៏ហ៊ុនសែនកែហើយហើយកែហើយហើយកែហ៊ុនសែនកែហើយវិញអញប្រាប់ឯងណាស្រីហេតប្រទេសគេថាឆ្កែកន្ទុយខ្វៀនទោះបីអបឈើរុំកណាត់ត្រាំប្រេង12ខែលាមកវិញក៏ងកងក់ដូចដើមហើយប្រាប់ឯងតុងហើយដាប់អីឲ្យច្បាស់ណាឆ្កែកន្ទុយខ្វៀនទោះបីគេអបឈើរុំក្រណាត់ត្រាំប្រេងទុក12ខែលាមកវិញងកងក់ដូចដើមហើយកុំចង់កែកន្ទុយឆ្កែខ្វៀនអាតុងឥឡូវវាងាប់បាត់ហើយស្រីហេតប្រទេសគេថាសារជាតិមនុស្សយ៉ាងដូចម្ដេចមិនអាចកែប្រែបានឡើយប្រៀបដូចជាលើកសត្វឆ្កែមួយឲ្យឡើងសោយរាជរឿងអីវាមិនអង្គៀមទ្រនាប់ជើងស្បែកចាំខ្ញុំយកនេះមកមើលនៅសាលាសង្គមរាជនិយមហ្នឹងហេឲ្យចាំឈ្មោះអឌិនត្រេងអាហ្នឹងកូនយួនណាវាទៅរៀនជាមួយយើងហ្នឹងជិះកង់ទៅជាមួយគ្នាអញឈប់នៅអាកន្លែងផ្លូវទេភ្លើងឯងពេលយើងជិះទៅរៀនអាទេភ្លើងចេញទៅណាគេដាក់អាបារ៉ាស់ហ្នឹងហើយអញឈប់ជាមួយវាហ្នឹងវាយកអាចកចេះអាំងគោះភ្លេងនៅលើកោតកង់វាអញ្ចឹងណាឈ្មោះវាដិនត្រេងដល់ទៅនិយាយបាយសាច់រឿងប៉ុន្តែសំខាន់ដល់ទៅ7មករាអាដិនត្រេងคล้ายទៅជាអនុប្រធានរបស់តាទាំងមីគុកហាយការិយាល័យទី2យួនណាអាចាប់មនុស្សចាប់អីហ្នឹងគឺថាគុកហាយDeuxième bureauយួនទីស្នាក់ការនៅកាច់ជ្រុងផ្លូវម៉ៅសេតុងហើយនឹងមូនីវងឬក៏នរោត្តមឯឥឡូវហ្នឹងអាវីឡាហ្នឹងคล้ายទៅជាការិយាល័យរបស់លោក Benson សម័យគេហៅ Notaire de Benson សម័យណាការិយាល័យសក្ការី Benson សម័យឃើញយួនវាអត់ចោលក្បួនវាទេហើយវាស្រាប់តែវាទៅធ្វើជាអនុប្រធានកុកហាយដែលចាប់មនុស្សចាប់អីក្រោយ7មករាហ្នឹងណាចាប់អាណាមុំបុនរាយស្អីណាយណីហ្នឹងគឺពួកកុកហាយហ្នឹងឯងហើយវាដូរឈ្មោះវាដាក់អាហ្គិនយួនណាខ្លាំងណាស់ឃើញទេដល់ទៅពេលបោះឆ្នោត
អាត្រេរៀនថ្នាក់ទី 3B ជាមួយខ្ញុំជាមួយអញហ្នឹង AB វាមាន12ហ្នឹងអានេះ AB ហ្នឹងចាប់ញ៉ាលីវុដវារៀននៅ A យើងមាន12ថ្នាក់ហ្នឹងទេទ្រាល់រៀមទ្រាល់ B ដល់ទៅពេលគេរំសាយយួនរំសាយអីទៅហ្នឹងរៀបបោះឆ្នោត93ហ្នឹងឃើញអាត្រេងនៅសាថ្មីសួរវាថាវាធ្វើអនុប្រធានសន្តិសុខអាក្ដុលគេប្រធានសន្តិសុខសាថ្មីមួយមានធំសក់រួញស្អាតណាក្ដុលប្រាក់ក្ដុលគេទៅធ្វើអនុប្រធានហ្នឹងដល់ក្រោយមកបាត់វាជំសួរក្ដុលថាអាកិនទៅណាហើយគេថាវាទៅធ្វើទូតនៅស្រុកសៀមដូច្នេះខ្មែរយើងរងគ្រោះដោយសារតែពួកហ្នឹងឯងយួនណាវាមិនចោលក្បួនវាទេកុំថាយួនស្លូតយួនស្អីវាមិនតាន់ដល់ដៃវាទេឥឡូវហ្នឹងវាប្រើពួកអាកម្មាកំព្រាដែលវាចាប់យកទៅឆ្នាំ79ហ្នឹងសិនទេចាំមើលតែវាបានដៃមែនតើណាវាលេងខ្លួនវាហើយដូចកម្ពុជាកោមវាវាយខ្លួនវាហើយវាលេងប្រើពួកហ្នឹងហើយខ្ញុំនិយាយពីយួនទេណាគេថាចិនមិនចោលក្បួនយួនមិនចោលពុតខ្មែរសុទ្ធត្រុតមិនចោលចែកចៅយួនវាមិនចោលទេពុតរបស់វាចិនក៏មិនចោលក្បួនគេរកស៊ីមកកាក់ផ្សេងនៅក្នុងសភៅប៉ុលពតគាត់ទៅសេគាត់ថាយួនកូនយួនហើយកូនខ្មែរវាយគ្នាឆ្លោះគ្នាកូនយួនវាយកូនខ្មែរបែកក្បាលហើយមីម៉ែកូនយួនហ្នឹងវាទៅឡាំប៉ាប្រាប់ម៉ែកូនខ្មែរណាវាទៅជាកូនខ្មែរហ្នឹងខុសទៅវិញហើយម៉ែកូនខ្មែរហ្នឹងចាប់កូនឯងវាយថែមទៀតហ្នឹងប៉ុលពតគាត់ទៅសេណាគាត់ថាយើងមានសត្រូវច្រើនណាស់មកហើយយួនមិនចោលក្បួនចិនចោលក្បួនយួនមិនចោលពុតណាពីណាសួរខ្ញុំថាកបីបងចាស់គេជេរយើងថាកបីកបីឯងកបីឯងហ្នឹងល្ងងដូចកបីចឹងដូចសត្វកបីចឹងប៉ុន្តែវាមានន័យមួយទៀតគេថាក្រ3យ៉ាងហ្នឹងគឺក្រអធិបត្តិធម៌3វាលោកហៅអធិបត្តិធម៌3ធម៌វាមានធម៌1ធម៌2តើខ្ញុំបើកមើលឯកសារខ្ញុំចាំអស់ទេធម៌1ធម៌2ធម៌2រេអតបៈធម៌3សច្ចៈខន្តីកតញ្ញូសច្ចៈខន្តីកតញ្ញូចឹងហ្នឹងគេហៅអធិបត្តិធម៌ណាធម៌ខ្លាំងហ្នឹងណាធម៌សម្រាប់មនុស្សយើងណាដូច្នេះចាស់តែជេរថាអាក្រ3ហ្នឹងគឺក្រអាធម៌3ហ្នឹងក្រធម៌សច្ចៈក្រធម៌ខន្តីក្រធម៌កតញ្ញូ3ហ្នឹងណាបានជាលោកជេរយើងថាអាក្រ3ចែកចៅមានន័យថា gossip បានត្រឹមមកចែកចៅយួនមកហើយយួនចូលស្រុកអញហើយយួនយកដីហើយយួនចេះហើយសៀមវាហើយប៉ុន្តែ action អត់មានសកម្មភាពអត់មានពោទីណាសុំណាអាហ្នឹងគេហៅចែកចៅបានត្រឹមមកលូឯងប៉ុន្តែ action សកម្មភាពអត់មានបងក្រ3ហ្នឹងគឺក្រខន្តីក្រសច្ចៈមុនដំបូងគេសច្ចៈណាសច្ចៈគឺទៀងត្រង់ពិតប្រកបនិយាយអីឲ្យច្បាស់ជានឹងទៅកុំភូតផកុំកុហកគេព្រោះអាសច្ចៈហ្នឹងខ្លាំងណាគេថាឫស្សីក្លឹមក្រៅស្អីយ៉ាងម៉េចនោះមនុស្សយើងយកសច្ចៈជាស្អីខ្ញុំចាំឯកណាបហ្នឹងកុំចេះតែថាថ្ងៃ30ស្អីខែកុម្ភៈមានថ្ងៃ31អី
ឬក៏ស្អីភូតផកុហកស្អីចិត្តដែរណាអាហ្នឹងគឺខ្វះខណ្ឌសច្ចៈខ្វះខន្តីក្រទី2គឺក្រខន្តីក្រអត់ចេះអត់ធ្មត់ណាជេគេជេអីអាគុកអាចវៈអាផ្ទះបាញ់អាឡានបុកអាស្អីចឹងទៅអាហ្នឹងគេហៅក្រខន្តីក្រទី3គឺក្រកតញ្ញូអូអាហ្នឹងធំគឺក្រការដឹងគុណប្រទេសជាតិដឹងគុណម៉ែឪដឹងគុណបុព្វបុរសយើងហ្នឹងគេហៅក្រ3យ៉ាងក្រសច្ចៈក្រខន្តីក្រកតញ្ញូមានអ្នកខ្លះណាមិនដឹងគុណម៉ែទេសុខចិត្តច្រានម៉ែទៅដួលងាប់ក៏មានដែរអូខេពូទីណាសណាច់ចែកចៅមានន័យថាលូលតំតែអត់មានសកម្មភាពទេអន្តមកចែកចៅអូយួនមកណាយួនចូលមកយកដីយើងអូអាសៀមចូលមកអូវាស្អីអា CLV ស្អីណាហ្នឹងអូបានតែមកចែកចៅមិនដែលសកម្មភាពអត់មានចាញ់ខ្មែរសម័យនរោត្តមទេដែលខឹងអាយួនទិញបឹងមួយនៅព្រៃវែងហើយវាហាមខ្មែរយើងមិនឲ្យដឹកកបីដឹកគោចុះមិនឲ្យជិះទូកមិនឲ្យអីកាត់ណាខ្មែរខឹងបាបោឡើងពេញនគរអាបារាំងឡើងល្ងឹតមុខនៅក្នុងឯកសារមហាបរោះខ្មែរកុំថាខ្មែរមិនមែនបច្ច័យចៅទៅដល់កយ៉ាងដែរដេញវាយអាយួនរត់ធ្លាក់ទឹកយកអាដេញសកៃដូងមកពាក់ព្រលឹមក្បាលហែលគិចខ្លួនទៅខ្មែរអុំទូកទៅឃើញសកៃដូងដែរដាក់ឯងចៅនឹងវាយឯងចឹងទៅបានជាខ្មែរយើងហៅយួនថាអាសកៃដូងឬអាសកៃយឺវាមកពីពាក្យហ្នឹងណាសកៃដូងគឺសកៃដូងយើងហ្នឹងសកៃយឺពាក្យយួនថាដូងសកៃដូងសកៃយឺហើយយួនវាទូលស្អីលក់អាចេកស្រោចខ្ទិះដូងហ្នឹងគេថាជួយសយឺណាជួយគឺចេកយឺហ្នឹងគឺដូងចេកស្រោចខ្ទិះដូងណាជួយសយឺអាហ្នឹងហើយគឺថាមិនដឹងគុណណាកតញ្ញូខ្វះកតញ្ញូក្រកតញ្ញូមិនដឹងគុណប្រទេសជាតិមិនដឹងគុណបុព្វបុរសខ្មែរយើងដែលខំរក្សាទឹកដីមកបានប៉ុណ្ណឹងហើយយើងបំផ្លាញទីខ្ទីអស់ណាអាហ្នឹងគេហៅក្រកតញ្ញូបងខ្ញុំនិយាយមិញហើយតាខ្ញុំថាខ្មែរក្រហមវាមានច្រើនក្រុមវាមានខ្មែរក្រហមខាងសៀអនុគីខាងសៀអនុវាមានខ្មែរក្រហមមែនតែនវាមានខ្មែរក្រហមយួនបញ្ញវន្តដែលនៅរស់រាល់ថ្ងៃនៅកចេះឃើញទេនៅកចេះមានដែរអត់បាយដែរអាហ្នឹងខ្មែរក្រហមមែនតែនអ្នកដែលរស់រាល់ថ្ងៃនេះបញ្ញវន្តស្អីណាឈៀថាំងឈៀស្អីអីសិតពួកមកពីកចេះគេមានអត់បាយគេអាហ្នឹងពួកខ្មែរក្រហមមែនតែនចំណែកខ្មែរក្រហមយួនដែលគេនាំយកទៅ1954ហ្នឹង55ហ្នឹងហើយគេបញ្ជូនមកវិញឆ្នាំ70តាមផ្លូវលំហូជីមិញហ្នឹងអាពួកហ្នឹងដែលស្លាប់ខ្មែរយើងឃើញឯងវាបញ្ជូនត្រាក់ទ័រមកគេបញ្ជូនត្រាក់ទ័រពីលើមកមិនដឹងប្រមាណ100គ្រឿងឲ្យចែកតាមតំបន់ចែកអីមានណាយកតកោទុកចោលយួនមកប្រមូលយកអស់លីងដូចពួកហ្នឹងវាប្រមូលទុកឲ្យយួននេះស្រូវធ្វើបានដែរមាននាំយកទៅលក់ឲ្យសិង្ហបុរីលក់អីយ៉ាងដែរណានៅក្នុងសភៅនេះគេទៅសេណាប៉ុន្តែបារាំងវាទៅសេថាកាលណាធ្វើស្រែ1ហិកតា4ជ្រុងហ្នឹង100ម៉ែត្រ4ជ្រុងហ្នឹងបញ្ហាធំគឺ Livelle
ប្រាំងវាសេណាលីវេលេគឺធ្វើដីឲ្យស្មើយើងប្រើឧបករណ៍បុរាណគួរកបីហ្នឹងมันអាចធ្វើដី1ហិកតាហ្នឹងឲ្យស្មើឯអាហ្នឹងវាជារឿងស្លាប់រស់សម្រាប់ដំណាំស្រូវហើយតែមានដីតាណារៀងទួលបន្តិចទឹកអត់មានដល់ងាប់ស្រូវនឹងទៅទេប្រាំងវាទៅសេថាបញ្ហាគឺនៅលើ level ធ្វើដីឲ្យស្មើធ្វើដីឲ្យស្មើបានតើតែមាន tractor មានអីត្រឹមត្រូវណាបានធ្វើបានណាមិនយកគាត់អានោះគោក្របីហ្នឹងយកទៅធ្វើបានទេហើយមនុស្សធ្វើការសម័យហ្នឹងធ្វើការឡាឡេសៀហ្នឹងធ្វើឲ្យទៅរួចទៅពីដៃហ្នឹងមានស្អីជួស្រែក្នុងទឹកហ្នឹងគេហៅល្វែងដីkhông មានល្វែងដីទាំងខ្ញុំទាំងគេហ្នឹងហួយតាមទៅពីក្រោយគេហ្នឹងល្វែងក៏ល្វែងទៅស្អីក៏អីទៅខ្ញុំឃើញជួហើយគេឲ្យម៉ែទៅស្ទូងណាបើដីរឹងខ្លះវាល្វែងហ្នឹងដោតទៅស្អែកឡើងឃើញដែតទៅដេញក្បែរភ្លឺស្ទូងណាដែតទៅក្បែរភ្លឺដូច្នេះរឿង level ហ្នឹងគឺសំខាន់ណាសំខាន់មែនតើអញ្ចឹងហើយបានជាខ្មែរយើងពីដើមមានស្រែធំប៉ុណ្ណាក៏ដោយក៏គាត់កាត់ជាអំពកតូចអំពកតូចដើម្បីអីដើម្បីស្រួលធ្វើដីហ្នឹងឲ្យវាស្មើឃើញទេស្រែគាត់ធំប៉ុណ្ណាក៏ដោយក៏គាត់កាត់ជាអំពកដែរពកតូចដើម្បីឲ្យដីហ្នឹងវាស្មើកុំឲ្យវាងាប់ស្រូវហើយអាភ្ជួរដីហ្នឹងក៏គេមានភ្ជួរផាត់ប្រមូលផាត់ចេញអីណាឃើញយើងមិនចេះទេខ្ញុំក៏មិនចេះដែរបាត់តែធ្លាប់ភ្ជួរសម័យខ្មែរក្រហមហ្នឹងទៅតាមគេទេមិនដឹងជាត្រូវភ្ជួរពីកដាលទៅមុនឬក៏ពីខាងមកមុននៃផាត់ប្រមូលផាត់អីណានៃគេនោះដើម្បីឲ្យដីហ្នឹងវាស្មើណាគេមានរបៀបគេភ្ជួរខ្ញុំយួនជាកងវានៅស្រុកខ្មែរយើងមកពីសៀនុបដោយឲ្យនាងណាសួរហ្នឹងនៅក្នុងសភៅកាក់នេដវលដងពីលុតខ្មែររបស់លោកសូសាតូជាកំងដងកប៉ាល់ហោះតបកប៉ាល់ហោះខ្មែរសម័យសាធារណរដ្ឋហ្នឹងគាត់សរសេរថានៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1965សេនុបានបញ្ជូនគណៈប្រតិភូមួយទៅប្រទេសចិនទៅដល់ប្រទេសចិនគណៈប្រតិភូយោធាទៅទស្សនកិច្ចធម្មតាទេណាទៅដល់ប្រទេសចិនសេនុផ្ញើសារមួយទៅឲ្យលោកទ្រឿងកាងដែលជាទូតខ្មែរប្រចាំនៅទីក្រុងប៉េកាំងបញ្ជាឲ្យលោកលន់នល់សញ្ញេអនុញ្ញាតឲ្យយេកុងប្រើប្រាស់ផ្លូវលំហូជីមិញឆ្លងកាត់ស្រុកខ្មែរនិងកំពង់ផែកំពង់សោមដើម្បីដឹកសម្ភារៈផ្សេងយោធាស្បៀងអាហារមកឲ្យយេកុងនៅយួនខាងត្បូងហ្នឹងយេកុងណាការចុះហត្ថលេខានេះធ្វើនៅទីក្រុងប៉េកាំងថ្ងៃ25ខែវិច្ឆិកាឆ្នាំ1965ដែលមានលោកលន់នល់មាន chef état major chinois មេទាហានចិនហើយមានជួនឡាយហើយនៅលោកទ្រឿងកាងដែលសញ្ញេហ្នឹងណាហើយចាប់ពីពេលហ្នឹងមកយេកុង200000នាក់នៅក្នុងស្រុកខ្មែរគេធ្វើប្រទាយគេធ្វើជំរុំគេធ្វើស្អីចឹងទៅទីពេទ្យទីអីចឹងទៅ200000នាក់ហើយសួរថា200000នាក់ហ្នឹងទៅណាអត់ទៅ
ឆ្នាំ1972ខ្មែរក្រហមបានធ្វើលិខិតដើរផ្លូវអាហ្នឹងនៅក្នុងសភៅ Philip Short ដើរផ្លូវឲ្យពួកអាយកុងនោះចេញទៅអស់ចេញទៅវិញអស់ហើយស្លាប់តាមផ្លូវផងអីផងណាស្លាប់តាមផ្លូវផងអីផងហើយនៅក្នុងសភៅនេះអ្នកដែលទិញស្រូវដឹកស្រូវយកទៅឲ្យយាកុងគឺអ្នកនាងមនិចហើយនឹង les entourages corrompus អ្នកនាងមនិចហៅអ្នកនាងមិនត្រូវដែរមនិចហើយនឹងមន្ត្រីជុំវិញដែលពុករលួយឆ្នាំ1964ឆ្នាំ1900ម៉ាននេះសភៅនេះគេ69ផាំវ៉ាន់ដុងបានធ្វើរបាយការណ៍ទៅឲ្យម៉ៅសេតុងថាលុយចិនដែលឲ្យមកទិញស្រូវអង្គរឲ្យដឹកជូនសម្រាប់មូនិចនិងមន្ត្រីជុំវិញពុករលួយនឹងមានចំនួន$20 លានក្នុងមួយឆ្នាំហើយសភៅ Philip Short $20 លានក្នុងមួយឆ្នាំ20 លានជំនាន់នោះច្រើនណាស់ណាអ្នកណាមាន1លានហ្នឹងគេហៅ millionaire ឥឡូវ1លានហ្នឹងវាគ្មានតែស្អីជាសំខាន់ទេដូច្នេះលុយដែលឲ្យមូនិចនិងមន្ត្រីពុករលួយជុំវិញទិញស្រូវទិញកឲ្យយាកុងហ្នឹងមានចំនួន$20 លានក្នុងមួយឆ្នាំនឹងផាំវ៉ាន់ដុងគេធ្វើរបាយការណ៍ទៅឲ្យម៉ៅសេតុងហើយផាំវ៉ាន់ដុងនិយាយទៀតថាការនេះធ្វើឲ្យសេដ្ឋកិច្ចខ្មែរបានចម្រើនហើយនឹងខ្មែរមាន reputation une bonne reputation អូយគិញថៃគិញយួនគិញចិនមានគ្រប់កន្លែងឆ្នាំ1975 17មេសាសិរិមតៈរត់ចូលស្ថានទូតបារាំងហើយអាមិតញ៉ែមទៅគម្រាមឲ្យយកសិរិមតៈចេញនៅក្នុងសភៅលើប៉ុកតៃរបស់ François Bizot ឲ្យបកុលសិរិមតៈឲ្យគេហើយអ្នកដែលទៅយកសិរិមតៈចេញពីខ្លោងទ្វារស្ថានទូតបារាំងហ្នឹងគឺចិនម្នាក់ដែលមានមុខខ្មោចតិចតិចដែលមានមុខខ្មោចតិចតិចខ្ញុំរកសភៅនឹងមកអានឲ្យស្ដាប់ដូច្នេះវាជាគិញរបស់សេនុគិញចិនរបស់សេនុហេបងស៊ីណូវេរ៉ូលេយកដាក់ឡានជីបទៅយកទ្រង់សិរិមតៈដាក់ឡានជីបឲ្យជិះប្រឡោះទៅកុងហើយនឹងគិញចិនហ្នឹងយកដៃខាងឆ្វេងគៀកកទ្រង់សិរិមតៈដៃខាងស្ដាំកាន់ដបូលឡានជីបហើយនៅខាងក្រោយឡានជីបហ្នឹងនៅបាំងខាងក្រោយហ្នឹងមានអ្នកនាងម៉ានីវ៉ានដែលជាប្រពន្ធរបស់សេនុជនជាតិលាវឃើញទេ Je reconnus le chinois vérolé de la première heure. Il s'avança à la rencontre du prince, les bras ouverts. ឃើញទេអាចិនមុខខ្មោចហ្នឹងណាវាដើរទៅកាន់ទ្រង់សិរិមតៈហើយលាដៃទទួលចេញពីខ្លោងទ្វារសានទូតបារាំងបរាអ៊ូវែឃើញទេអងស៊ីណូវេរ៉ូលេដូចជាគិញចិនទេដែលនាំគិញបោះសេនោះដែលមកនាំសិរិមតៈចេញទៅណាអងស៊ីណូវេរ៉ូលេហើយក៏យកទៅដាក់ឡានជីបនឹងទៅដៃ
ប្រឡោះដាក់ទ្រង់ស្រីមតៈខាងមុខហ្នឹងមកខាងមិនតកង់ខាងឆ្វេងហើយវាជីនៅកលៀតខាងនេះដាក់ទ្រង់ស្រីមតៈប្រឡោះតកង់ហើយនឹងវាហើយដៃឆ្វេងវាគៀកកទ្រង់ស្រីមតៈដៃស្ដាំវាកាន់តបូឡានចេះកុំឲ្យធ្លាក់ណាហើយនៅខាងក្រោយបាំងខាងក្រោយហ្នឹងមានអ្នកមនាងម៉ានីវ៉ានអ្នកមនាងម៉ានីវ៉ានទូលម៉ងរីយេទាំងអស់គ្នាដូចជាហួសចិត្តលើជីបដេម៉ារ៉ាឡានជីបចាប់ផ្ដើមបច្ចេកម៉ាស៊ីនដេម៉ារ៉េle prang no fi Sejadia ទ្រង់ស្រីមតៈបានធ្វើដៃលាដោយ bout de la main sans lasser l'épaule de chinois គឺថាធ្វើដៃលាដោយមិនលែងដៃអំពីស្មារបស់អាចិនហ្នឹងទេ après le barrage la voiture s'enfonça dans la foule ហើយវាចេញផុតពីលបងចេញផុតពីមុខស្ថានទូតហ្នឹងទៅរថយន្តនោះក៏បើកចូលទៅក្នុងវងមនុស្សដែលគេចលះចេញបងនិយាយយូរទៅបែកប៉ុណ្ណឹងហើយមានគេជេរទៀតមានគេជេរទៀតសពថ្ងៃពាក្យស្លោកពាក្យកណាបរបស់តងុយគាត់ថានគរថ្កើងផ្លែកសបាយតែភ្នែកក្នុងចិត្តរងកម្មកូនប្រុសបណ្ដាច់កុំភ្លេចបណ្ដាំអង្គស្រូវថ្នាំត្រីម៉ាំលែងថោកនគរវាថ្កើងផ្លែកសបាយតែភ្នែកទេភ្នែកយើងមើលឃើញអាគារឃើញផ្លូវអាលងមើលឃើញអគិសនីមើលឃើញស្អីណាផ្លែកសបាយតែភ្នែកទេតែចិត្តណាអាណាមិនរងកម្មអ្នកណាមិនរងកម្មមិនពិបាកគេធ្វើបាបយើងសពបែបយ៉ាងអូខេកណាសូមថ្វាយគុំលាគុណចាស់គ្រប់ព្រះអង្គជំរាបលាបងប្អូនទាំងអស់គ្នានិយាយទៅវាបែកជាអូហូជាស្ទឹងហើយច្បាស់ជាមានគេជេរមិនខានព្រះលោកថាណដ្ឋិលោកេអនិន្ទតោបុគ្គលគ្មានក្តីនិន្ទាលើលោកមិនមានឡើយអានឹងវាជាលោកធម៌ទាំង8សុខនឹងទុក្ខមានលៀបបាត់លៀបមានយោបាត់យោសរសើរនិន្ទាគេសរសើរគេនិន្ទាយើងតិចទៅយើងគិតរឿងសុខទៅតិចទៅយើងគិតរឿងទុក្ខទៅតិចទៅយើងបានបុណ្យស័ក្តិទៅស្អែកឡើងយើងជ្រូបុណ្យស័ក្តិទៅថ្ងៃហ្នឹងយើងរើបានលុយ10000ទៅស្រាប់តែទៅផ្ទះវិញចោលលួចអស់100000នេះអញ្ចឹងទៅមានលៀបបាត់លៀបមានយោបាត់យោសរសើរនិន្ទាដូច្នេះលោកធម៌ទាំង8ហ្នឹងខ្ញុំធ្វើដូចធុងសម្រាមអត់មានគូទេ pretend to be a trash bin without bottom ហើយបោះចូលមកបោះចូលមកហើយជ្រូទៅដីទៅខ្ញុំមិនធ្វើធុងសម្រាមខ្ញុំឲ្យមានគូទេតែកាលណាមានគូវាពុកហើយលោកធម៌ទាំង8ហ្នឹងបោះចូលមកអាហ្នឹងសិតតែសម្រាមស្អុយហ្នឹងហើយឆ្នេះបើគេនិន្ទាខ្ញុំអូខេជ្រូទៅក្រោមចប់យប់ឡើងខ្ញុំដេកម៉ោង9ខ្ញុំបិទទូរស័ព្ទដេកដល់ម៉ោង4មកខ្ញុំមិនខ្វល់ណាពាក្យនិន្ទាហ្នឹងទេបើយើងគេនិន្ទាយើងហើយយើងយកទៅចូលមុងដេកហ្នឹងឈួរថាយើងដេកលក់ទេដេកមិនលក់ទេបើគេទៅសើយើងហ្នឹងបងឯងស្អាតបងឯងថ្ងៃណាមួយអូនសុំទៅផ្ទះសំណាក់អីជាមួយគ្នាហើយយើងយកអាពាក្យសរសើរហ្នឹងចូលទៅក្នុងមុងទៀតសួរតែដេកលក់ដែរដូច្នេះធ្វើជាធុងសម្រាមអត់គូតទៅកូនខ្ញុំស្លាប់ខ្ញុំជាធុងសម្រាមអត់គូតទេយប់ឡើងវាជ្រុះទៅដីបាត់ហើយខ្ញុំដេកហើយខ្ញុំគ្មានទៅអីយកមកឲ្យពុកធុងខ្ញុំទេគេថាអូកូនស្លាប់មិនក៏មិនយំអានឹងមនុស្សស្អីយំធ្វើអីព្រះលោកដែលហាមដែលឲ្យយើងយំហ៎ឲ្យយើងយំហ៎អាយំនឹងកំសាន្តAlfred de Vignyគាត់ថា J'ai mieux pleuré prier à calme mon lâche
fait énergie comment ta longue et lourde tâche dans le cas où le sort a voulu t'appeler et enfant souffre et meurt sans parler គាត់ថាការយំយែកការបន់ស្រន់ការត្អូញត្អែវាជារឿងកំសាកអ្នកឯងត្រូវធ្វើករណីកិច្ចដ៏ធ្ងន់ធ្ងរឲ្យវែងឡាយវណ្ណឯងទៅតាមដែលព្រាងវាសនាជាអ្នកកំណត់រួចហើយក៏ឈឺចាប់ស្លាប់ដោយតែអញចឹងចឹងបានថាបើយើងមានបញ្ហាយើងកុំសួរថាវាយតែវាយហ្នឹងអត់ស្រួលទេមកពីរឿងអីមកពីរឿងអីបានវាចឹងបានកូនស្លាប់កុំសួរថាហៅតើអញត្រូវធ្វើម៉េចតទៅទៀតណាដោយលោកកែមលីគាត់ថាជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀតអាហ្នឹងវាចេញពីពាក្យហ្នឹងមកចេញពីពាក្យថា don't ask why ask how កុំសួរថាម៉េចបានយួនមកឈ្លានពានម៉េចបានចិនមកនៅពេញស្រុកយើងត្រូវសួរថាអញត្រូវធ្វើម៉េចអញត្រូវធ្វើម៉េចម្នាក់ហ្នឹងអញត្រូវធ្វើម៉េចម៉េចបានគេជិះជាន់យើងម៉េចបានចឹងកុំសួរថាយើងត្រូវធ្វើម៉េចកុំសួរថាវាយសួរថាហៅហើយប៉ុណ្ណឹងហើយមានគេថាខ្ញុំនឹងរត់ចោលស្រុកបានជួយអីខ្លះប្រទេសជាតិខ្ញុំជួយរាល់ថ្ងៃនេះជួយតាំងពីនៅស្រុកខ្មែររហូតដល់ឥឡូវជួយធ្វើធម្មទានឲ្យអ្នកឯងហ្នឹងធម្មទានណាំងសัพពទានណាំងជានិតិធម្មទានវាឈ្នះអស់ទានទាំងពួងបរៀនអ្នកឯងឲ្យចេះស្ទូចត្រីឲ្យស្ទូចទៅអ្នកឯងទៀតហើយហ្នឹងមិនជួយអ្នកខ្លះគេមកស្រុកអាមេរិកគេសងំយកទៅស្រុកហើយខ្ញុំនិយាយឡើងអស់កូនមួយហើយមិនទៀតអូខេកណាសូមថ្លែងគុំលាគុណចាស់ជំរាបលាបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អស្អែកជួបគ្នាវគ្គទី11បើខ្ញុំនៅរស់